Hello everyone សួស្តីអ្នកទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះគឺជាវីដេអូបន្តដែលយើងត្រូវសិក្សាទៅលើ English alphabet នៅក្នុងភាសាអង់គ្លេសដែលអក្សរនៅក្នុងភាសាអង់គ្លេសទាំង26តួស្មើនឹងស្រៈឬក៏ផ្ញើស្មើនឹងព្យញ្ជនៈនៅក្នុងភាសាខ្មែរហើយយើងបានធ្លាប់សិក្សារួចមកហើយអំពីអក្សរនៅក្នុងភាសាអង់គ្លេសចំនួន5ហើយឥឡូវយើងចូលទៅសិក្សាបន្តទៀតចំនួន5អក្សរបន្ថែមអញ្ចឹងយើងចាប់ផ្ដើមបន្តពីអក្សរទី6គឺអក្សរ F អក្សរ F គឺវាស្មើនឹងអក្សរ for នៅភាសាខ្មែរដែលមានសំឡេងថា f មានសំឡេងថា f អូខេឧទាហរណ៍ពាក្យ food ពាក្យ food អញ្ចឹងសំឡេងរបស់ F ហ្នឹងគឺមានសំឡេង f ហើយនឹង double o គឺស្មើនឹងស្រៈ u អក្សរ d ស្មើនឹងអក្សរ ដដែលមានសំឡេង d អញ្ចឹងយើងអាច spell បានថា f u d food ប្រែថាអាហារហើយសម្រាប់អក្សរបន្ទាប់គឺអក្សរ g អក្សរ g ដែលស្មើនឹងអក្សរ g មានសំឡេងថា g មានសំឡេងថា g អញ្ចឹង g ស្មើនឹង go ในភាសាខ្មែរដែលមានសំឡេងថា g example ពាក្យថា go go g ស្មើនឹងអក្សរ go g ហើយអក្សរ o គឺស្មើនឹងស្រៈ o ស្មើស្រៈ o ឬក៏ស្រៈ u អញ្ចឹងយើងអាច spell បានថា g g o go ប្រែថាទៅអូខេអញ្ចឹងយើងបន្តទៅអក្សរបន្ទាប់គឺអក្សរ h អក្សរ h គឺស្មើនឹងអក្សរ h នៅព្យញ្ជនៈភាសាខ្មែរដែលមានសំឡេងថា h មានសំឡេងថា h អូខេមានសំឡេងថា h អញ្ចឹងឧទាហរណ៍ពាក្យថា home home ប្រែថាផ្ទះមានន័យថាផ្ទះ home ដែល h ស្មើនឹងអក្សរ h សំឡេងថា h អញ្ចឹងយើងចូលទៅអក្សរបន្ទាប់គឺអក្សរ I អក្សរ I គឺជាស្រៈនៅភាសាអង់គ្លេសហើយក៏ជាស្រៈនៅភាសាខ្មែរដូចគ្នាគឺស្មើនឹងស្រៈ i ឬក៏ស្រៈ e ហើយយើងមើលឧទាហរណ៍ពាក្យថា head ពាក្យថា head head ប្រែថាវាយឬក៏តាប់ឬក៏បុកហ្នឹងពាក្យថា head អូខេអញ្ចឹងយើងចូលទៅព្យញ្ជនៈបន្តឬក៏អក្សរបន្តក្នុងភាសាអង់គ្លេសដែលយើងហៅថាអក្សរ J ស្មើនឹងអក្សរ j នៅភាសាខ្មែរនៃព្យញ្ជនៈភាសាខ្មែរដែលមានសំឡេងថាជហើយយើងមើលឧទាហរណ៍ពាក្យថាចាយើងអាច spell បានថាយកសំឡេងរបស់អក្សរ J ដែលមានសំឡេងថាជ plus ជាមួយនឹងស្រៈ A ស្រៈ A ស្រៈ A អក្សរ A នេះគឺយើងស្គាល់ហើយពីខាងដើមមកថាមានស្មើនឹងស្រៈ A ស្មើនឹងស្រៈ E ស្មើនឹងស្រៈ A អញ្ចឹងយើង spell មកជា A ចាក្រឡអូខេ everyone អញ្ចឹងក្នុងវីដេអូនេះគឺយើងសិក្សាតែ5ព្យញ្ជនៈឬក៏5អក្សរនៅក្នុងភាសាអង់គ្លេសតែប៉ុណ្ណោះហើយនៅវីដេអូក្រោយគឺយើងនឹងបន្តការសិក្សាទៅលើព្យញ្ជនៈឬក៏អក្សរនៅក្នុងភាសាអង់គ្លេសបន្តទៀត